បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបន្តសិក្សាអំពីកម្រងសំណួរបន្តទៀតដែលថ្ងៃមុនយើងបានសិក្សារួចមកហើយដល់សំណួរទី73អញ្ចឹងយើងនឹងបន្តសិក្សាចាប់ពីសំណួរទី74តទៅទៀតបាទសំណួរទី74តាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិយមន័យថវិកាគឺកជាឧបករណ៍សម្រាប់បម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលខជាចំណូលចំណាយរបស់រដ្ឋកសំដៅដល់សំណុំនៃគណនីដែលពិពណ៌នាសម្រាប់ឆ្នាំនីមួយៗអំពីធនធានអចិន្ត្រៃយ៍និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋខសំដៅដល់តុល្យភាពនៃចំណាយទាំងអស់របស់រដ្ឋាភិបាលបាទចឹងចំណុចដែលត្រឹមត្រូវគឺចម្លើយកសំដៅដល់សំណុំនៃគណនីដែលពិពណ៌នាសម្រាប់ឆ្នាំនីមួយៗអំពីធនធានអចិន្ត្រៃយ៍និងបន្ទុកអចិន្ត្រៃយ៍របស់រដ្ឋសំណួររាជខរាជានិយមបែបសភានិយមខ្ញុំបានតែត្រឹមត្រូវគឺចម្លើយខសំណួរទី76ភាសាខ្មែរមានដើមកំណើតមកកពីភាសាខ្មែរខពីភាសាកពីភាសាសំស្ក្រឹតខពីភាសាមនបាទចម្លើយត្រឹមត្រូវគឺចម្លើយកពីភាសាខ្មែរសំណួរទី77ប្រព័ន្ធច្បាប់ដែលពេញនិយមនៅលើពិភពលោកគឺជាប្រព័ន្ធក Civil Law ខ Common Law កសង្គមនិយមនិងច្បាប់ឥស្លាមខ Civil Law និង Common Law បាទចម្លើយត្រឹមត្រូវគឺចម្លើយខប្រព័ន្ធ Civil Law និង Common Law សំណួរទី78ការងារអាទិភាពដែលអ្នកគ្រប់គ្រងត្រូវធ្វើគឺកគឺកសាងកម្លាំងចិត្តដល់មន្ត្រីចំណែកខគឺយល់ដឹងស្គាល់ចិត្តចែងនិងរៀបចំមន្ត្រីធ្វើការកពិនិត្យកែលម្អបរិយាកាសការងារក្នុងអង្គភាពនិងខគ្មានចម្លើយត្រឹមត្រូវចម្លើយខដែលត្រឹមត្រូវបាទដល់សំណួរទី79កម្ពុជាចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅក13កញ្ញា1954ខ14តុលា1945ក13វិច្ឆិកា1955និងខ14ធ្នូ1955ចឹងចំណុចដែលត្រឹមត្រូវគឺចម្លើយខថ្ងៃទី14ធ្នូ1955សំណួរទី80មុខងាររបស់គណបក្សដែលមានតួនាទីផ្ដល់នៅតុល្យភាពសង្គមនិងស្ថិរភាពនយោបាយគឺកជ្រើសរើសបេក្ខភាពខរៀបចំរដ្ឋាភិបាលនិងកផ្ដល់ការជំទាស់ខអង្គាសមូលនិធិបាទចឹងចម្លើយត្រឹមត្រូវគឺចម្លើយកសំណួរទី81រឿងក្តីរដ្ឋបាលសំដៅដល់កបណ្ដាវិវាទទាំងឡាយដែលស្ថិតនៅក្រោមសាលាជំរះក្តីរដ្ឋបាល
បណ្ដាវិវាទទាំងឡាយដែលរដ្ឋបាលត្រូវដោះស្រាយ ក បណ្ដាវិវាទទាំងឡាយដែលតុលាការរដ្ឋប្រវេណីត្រូវដោះស្រាយ ខ រឿងក្តីទាំងឡាយណាដែលពុំទាន់មានតុលាការណាមួយដោះស្រាយ បាទចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយក រឿងក្តីរដ្ឋបាលគឺសំដៅដល់បណ្ដាវិវាទទាំងឡាយណាដែលស្ថិតនៅក្រោមសាលាជម្រះក្តីរដ្ឋបាល ហើយចូលដល់សំណួរទី 82 លិខិតបណ្ណដ្ឋានគឺជា ក ខ្លឹមសារតតែងសម្រាប់ព័ត៌មាន ខ ជាលិខិតស្នាមលេខអក្សរដាក់ចេញជាគោលការណ៍កំណត់បញ្ជាតែងតាំងឬធ្វើទំនាក់ទំនងតាមមុខសញ្ញា ក ជាការផ្ដល់យោបល់ដោយលិខិតស្នាម ខ សម្រាប់ការបញ្ជា បាទចម្លើយត្រឹមត្រូវគឺចម្លើយខ លិខិតបណ្ណដ្ឋានគឺជាលិខិតស្នាមលាយលក្ខណ៍អក្សរដាក់ចេញជាគោលការណ៍កំណត់បញ្ជាតែងតាំងឬធ្វើទំនាក់ទំនងតាមមុខសញ្ញា សំណួរទី 83 យុគសម័យថ្មីសតវត្សទី 21 បច្ចុប្បន្ននេះតើពិធីការជាតិមានធាតុហើយខ្លះ បាទ ក ទំនៀមទម្លាប់ប្រពៃណីសាសនា ខ ទំនៀមទម្លាប់ប្រពៃណីពិធីការទូត ក ទំនៀមទម្លាប់ប្រពៃណីសាសនានិងពិធីការទូត ខ វប្បធម៌ពិធីការទូតនិងបច្ចេកវិទ្យា បាទចម្លើយត្រឹមត្រូវគឺចម្លើយក មានទំនៀមទម្លាប់ប្រពៃណីសាសនានិងពិធីការទូត ចឹងវីដេអូថ្ងៃនេះយើងសូមបញ្ចប់ត្រឹមប៉ុណ្្នឹងសិនចុះខ្លាចវែងពេកបន្តនៅវីដេអូក្រោយទៀតសូម follow page និង subscribe channel ដើម្បីទទួលបានវីដេអូថ្មីទៀតបាទសូមជួយ follow page និង subscribe channel អ្នកមួយផងសូមអរគុណសូមជម្រាបលា